សួស្តីអ្នកនរគ្នាជាពិសេសគឺបេក្ខជនដែលត្រៀមប្រឡងបាក់ឌុបនៅក្នុងឆ្នាំ2026នឹងទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមកចែករំលែកអំពីលំហាត់ limit ទាំងអស់ដែលធ្លាប់ចេញប្រឡងបាក់ឌុបចាប់ពីឆ្នាំ2002រហូតដល់ឆ្នាំ2025អញ្ចឹងអ្នកនរគ្នាអាចយកទៅរៀនធ្វើបណ្ដាទៅថាឬក៏អាចប្រៀបធៀបថាតើនៅពេលដែលគេប្រឡងបាក់ឌុបលំហាត់ limit ហ្នឹងគេចេញបែបណាគេចេញទម្រង់បែបណាអញ្ចឹងលំហាត់ limit ទាំងអស់ហ្នឹងគឺមានទាំងថ្នាក់សង្គមហើយនិងថ្នាក់វិទ្យាសាស្ត្រអញ្ចឹងអ្នកនរគ្នាមកមើលផ្នែកខាងលើសិនផ្នែកខាងលើគឺជាលំហាត់ limit ទូទៅមានថាមានគ្រប់ទម្រង់អ្នកនរគ្នាអាចមើលបានគឺមានគ្រប់ទម្រង់ទាំងអស់សម្រាប់លំហាត់ limit អញ្ចឹងមិនថាថ្នាក់សង្គមឬក៏ថ្នាក់វិទ្យាសាស្ត្រទេគឺគាត់អាចយកលំហាត់នឹងយកទៅរៀនធ្វើបណ្ដាទៅហើយណាមួយលំហាត់ limit នេះគឺជាមេរៀនដើមដំបូងនៃឆ្នាំសិក្សារបស់យើងតែម្ដងសម្រាប់ទី12អញ្ចឹងអ្នកនរគ្នាអូស scroll មកក្រោមមកដើម្បីរកមើលលំហាត់ limit ដែលចេញប្រឡងបាក់ឌុបចាប់ពីឆ្នាំ2002រហូតដល់ឆ្នាំ2025អញ្ចឹងខាងលើផ្នែកខាងលើគឺជាលំហាត់ limit ចម្រុះទេគឺមានគ្រប់ទម្រង់ទាំងអស់គឺអ្នកនរគ្នាអាចយកទៅរៀនធ្វើបានអញ្ចឹងយើងអូសមកខាងក្រោមទៀតមកគឺមានច្រើនខ្លាំងមែនតើមានទាំងពិបាកមានទាំងស្រួលមានទាំងមធ្យមគឺមានអស់ហើយលំហាត់ limit ហ្នឹងហើយអ្នកនរគ្នាអូសមកដល់កន្លែងនេះគឺនឹងឃើញថា limit ធ្លាប់ចេញប្រឡងបាក់ឌុបអញ្ចឹងចាប់ពីឆ្នាំ2002ដល់ឆ្នាំ2025មានទាំងថ្នាក់សង្គមហើយនិងថ្នាក់វិទ្យាសាស្ត្រគឺអ្នកនរគ្នាអាចមើលលំហាត់នឹងបានតើគេចេញទម្រង់បែបណាអញ្ចឹងបញ្ជាក់ផងដែរអ្នកនរគ្នាប្រសិនបើចង់បានលំហាត់ limit ទាំងអស់នឹងយកទៅរៀនធ្វើដើម្បីត្រៀមប្រឡងបាក់ឌុបគឺអ្នកទាំងអស់គ្នាអាចចុច link ដើម្បីចូល Telegram នៅពេលដែលអ្នកទាំងអស់គ្នាចុច link ហើយចូល Telegram ខ្ញុំនឹងទម្លាក់file ហ្នឹងឲ្យអ្នកទាំងអស់គ្នា download ហើយយកទៅរៀនធ្វើបណ្ដាទៅហើយណាមួយលំហាត់ limit ហ្នឹងគឺជាលំហាត់មួយដែលយើងរៀននៅដើមឆ្នាំតែម្ដងអញ្ចឹងអ្នកទាំងអស់គ្នាអាចយកទៅរៀនធ្វើនៅពេលដែលអ្នកទាំងអស់គ្នារៀនរួចអញ្ចឹងរៀនរួចហើយយកវាមករៀនធ្វើហើយនៅពេលដែលអ្នកទាំងអស់គ្នាចូលក្នុងក្រុមហ្នឹងក៏ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាចែករំលែកអំពីវិញ្ញាសាដែលធ្លាប់ចេញប្រឡងបាក់ឌុបផ្សេងទៀតឬក៏វិញ្ញាសាត្រៀមឬក៏អាចថាចែករំលែកចំណេះដឹងទាក់ទងនឹងគណិតវិទ្យាព្រោះអីខ្ញុំបានបង្កើតក្រុមគណិតវិទ្យាមួយដើម្បីអ្នកទាំងអស់គ្នាចែករំលែកលំហាត់គណិតវិទ្យាដល់គ្នាទៅវិញទៅមកនិងរៀនពីគ្នាទៅវិញទៅមកផងដែរដើម្បីត្រៀមប្រឡងបាក់ឌុបនៅក្នុងឆ្នាំ2026ទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលនេះគឺជាលំហាត់ខ្ញុំផ្ដោតលំហាត់មើលលំហាត់ចុងក្រោយបន្តិចទៅលំហាត់ចុងក្រោយទី27និងទី28ហ្នឹងគឺជាលំហាត់ដែលចេញប្រឡងបាក់ឌុប2025ថ្មីនេះទេគឺថ្នាក់សង្គមហើយនិងថ្នាក់វិទ្យាសាស្ត្រថ្នាក់សង្គមគឺចេញ3លំហាត់ហើយថ្នាក់វិទ្យាសាស្ត្រគឺចេញរហូតដល់4លំហាត់អញ្ចឹងខ្ញុំគិតថាឯកសារមួយនេះគឺសំខាន់សម្រាប់អ្នកទាំងអស់គ្នាមែនទែនដើម្បីឲ្យអ្នកទាំងអស់គ្នាយកទៅរៀនធ្វើយកទៅប្រៀបធៀបថាតើពេលប្រឡងបាក់ឌុបគេចេញទម្រង់បែបណាគេចេញប្រភេទបែបណាគឺអ្នកទាំងអស់គ្នានឹងចេះក្នុងការធ្វើវាពេលប្រឡងបាក់ឌុបអញ្ចឹងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងអញ្ចឹងខ្ញុំសូមពឹងអ្នកទាំងអស់គ្នាជួយចែករំលែកវីដេអូនេះបន្តក៏ដូចជាចុច Subscribe ឬក៏like ដើម្បីឲ្យខ្ញុំនឹងគឺមានកម្លាំងចិត្តក្នុងការធ្វើវីដេអូដោយចែករំលែកអំពីបទពិសោធន៍ខ្លះៗទាក់ទងនឹងការប្រឡងបាក់ឌុបចែករំលែកវិញ្ញាសាផ្សេងទៀតអញ្ចឹងសូមអរគុណអ្នកទាំងអស់គ្នា